រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រគឺសូរដូចនឹងពាក្យគុំយកមកបង្ហាញការរៀបរៀងឡើងមានវត្តបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញាក់ស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅគុំទី1ថ្នាក់ពាក្យជានិបាតស័ព្ទមានន័យថាពាក្យបដិសេធខត់កិរិយាស័ព្ទទាំងឡាយទាំងពួងដោយមិនយល់ព្រមឧទាហរណ៍ទី1កុំទៅកុំមកកុំឲ្យកុំហូបកុំពោលតាមតែកំហឹងគុំទី2ថ្នាក់ពាក្យជាគុណនាមមានន័យថាជុំសម្បូរកកឧទាហរណ៍មនុស្សគុំក្នុងបន្ទប់មនុស្សគុំក្រោមដើមឈើគុំទី3ថ្នាក់សរសេរកដាក់ស្រអុំថ្នាក់ពាក្យជាកិរិយាមានន័យថាប្រមូលគ្នានៅជាដុំឧទាហរណ៍ត្រីគុំក្នុងអន្លង់ជ្រៅមនុស្សគុំនៅមុខផ្សារទំនើបគុំទី4ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សឧទាហរណ៍ពូគុំមិនទៅធ្វើការមីងគុំឈប់ធ្វើការហើយសង្ខេបជាខ្លីសូរដូចនឹងពាក្យគុំមានដល់ទៅ4ដែលមានអត្ថន័យផ្សេងគ្នាគុំទី1ថ្នាក់ពាក្យជានិបាតស័ព្ទមានន័យថាពាក្យបដិសេធខត់កិរិយាស័ព្ទទាំងពួងគុំទី2ថ្នាក់ពាក្យជាគុណនាមមានន័យថាជុំសម្បូរកកគុំទី3ថ្នាក់ពាក្យជាកិរិយាមានន័យថាប្រមូលគ្នានៅជាដុំគុំទី4ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខាន់រឿននៅព្រៃក្របៅ2លោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាអក្សរសាស្ត្រខ្មែរសូមជូនពរឧបាសកនិងឧបាសិកាបានសម្រេចអ្វីដូចចិត្តប៉ងប្រាថ្នាអក្សរសាស្ត្រជាដួងព្រលឹងជាតិរាត្រីសួស្តីសូមជម្រាបលា